នៅរសៀលថ្ងៃទី10ខែមិថុនាឆ្នាំ2026ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញរដ្ឋបាលខណ្ឌព្រែកភ្នៅសហការជាមួយនឹងកម្លាំងជំនាញនគរបាលសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនឹងមានការសម្របសម្រួលដោយលោកស្រីផាត់សុគន្ធាព្រះរាជអាជ្ញារងបានចុះត្រួតពិនិត្យទីតាំងឃ្លាំងយីហោភុតប៊ុនហមស្ថិតនៅក្នុងភូមិឆ្លកសង្កាត់គោករកាដែលសង្ស័យមាននាំចូលនិងស្តុកបង្កកពីប្រទេសថៃនេះបើតាមការឲ្យដឹងពីលោកស្រីដៅសំភ័រអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី11ខែមិថុនាឆ្នាំ2026នេះក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះក្រុមការងារចម្រុះបានរកឃើញ1មានលិខិតអនុញ្ញាតអាជីវកម្មនិងប័ណ្ណប្រតង់ឆ្នាំ2025 2ផលិតផលក្នុងស្រុកប្រហិតមាន់ប្រហិតសាច់គោ hot dog ច្រើនប្រភេទណែមមីសួរសាច់ជ្រូកចង្កាក់និងឆ្អឹងខ្ចីទ្រូងមាន់3ផលិតផលសរសៃកែងមាន់បង្កកសរុប642ដុំតូចមានអក្សរ Thailand ចំនួន137ដុំតូចមានអក្សរថៃចំនួន78ដុំតូចនិងផលិតផលដែលគ្មានអក្សរបញ្ជាក់ប្រភពចំនួន427ដុំតូចក្រោយចប់ប្រតិបត្តិការម្ចាស់ទីតាំងខាងលើត្រូវបាននាំខ្លួនទៅសាកសួរបន្ថែមនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជុំវិញការនាំចូលផលិតផលទាំងនេះនិងស្វែងរកអ្នកពាក់ព័ន្ធរីឯទីតាំងឃ្លាំងក្រុមការងារសម្រាប់បិទបណ្ដោះអាសន្នដើម្បីបន្តនីតិវិធីលោកស្រីអ្នកនាំពាក្យបានបន្តទៀតថាក្នុងថ្ងៃនេះរដ្ឋបាលខណ្ឌរិស័យកែវដោយមានការចូលរួមសហការពីលោកស្រីព្រះរាជអាជ្ញារងនៃអัยការអមសាលាដំបងរាជធានីភ្នំពេញកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងមន្ត្រីជំនាញកបបរាជធានីភ្នំពេញបានចុះធ្វើការត្រួតពិនិត្យទីតាំងឃ្លាំងសាច់បង្កកចំនួន3ទីតាំងដែលសង្ស័យពាក់ព័ន្ធករណីនាំចូលស្តុកទុកនិងចែកចាយផលិតផលសាច់បង្កកជាផលិតផលរបស់ប្រទេសថៃរួមមាន1ទីតាំងស្ថិតនៅផ្លូវ598ក្នុងភូមិស្វាយប៉ាកសង្កាត់ស្វាយប៉ាក2ទីតាំងស្ថិតនៅផ្លូវលេខ598សង្កាត់ច្រាំងចម្រេះទី2និងទី3ឃ្លាំងទំនិញ ISR ចែទូចស្ថិតនៅផ្លូវលំភូមិទី4សង្កាត់ច្រាំងចម្រេះទី1ចំពោះទីតាំង3នេះកម្លាំងចម្រុះបានចុះត្រួតពិនិត្យមិនឃើញមានករណីទំនិញបង្កកដែលនាំចូលពីប្រទេសថៃឡើយជាមួយគ្នានេះដែរលោកអភិបាលខណ្ឌឫស្សីកែវបានថ្លែងអំណរគុណចំពោះម្ចាស់ទីតាំងដែលបានផ្ដល់កិច្ចសហការល្អសម្រាប់ក្រុមការងារចម្រុះចុះត្រួតពិនិត្យហើយបានសន្យាថាមិនមានការទទួលយកទំនិញនាំចូលពីប្រទេសថៃមកបង្កកទុកនៅទីតាំងឃ្លាំងនេះឡើយដោយឡែកនៅខណ្ឌសែនសុខវិញគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសហការជាមួយនឹងកម្លាំងជំនាញចម្រុះបានចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញមួយកន្លែងរបស់ក្រុមហ៊ុន FWI ស្ថិតនៅភូមិសំរោងទាវសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខបន្ទាប់ពីមានការសង្ស័យថាមានការស្តុកសាច់បង្កកនាំចូលពីប្រទេសថៃក្រោយពីបានធ្វើការពិនិត្យនិងធ្វើតេស្តវិភាគរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រគួតប្រជែងកបបនិងសាខាគយនិងរដ្ឋកោខណ្ឌសែនសុខបានរកឃើញមានការស្តុកទំនិញចំនួន9ប្រទេសរួមមានចិនប្រេស៊ីលសហរដ្ឋអាមេរិកឥណ្ឌាហូឡង់តៃវ៉ាន់អូស្ត្រាលីអេត្យូពីនិងកម្ពុជាក្នុងចំណោមមុខទំនិញនិងសាច់បង្កកទាំងអស់ក្រុមការងារមិនមានរកឃើញមុខទំនិញណានាំចូលពីប្រទេសថៃឡើយជាមួយគ្នានេះលោកស្រីអ្នកនាំពាក្យបានបញ្ជាក់បន្ថែមទៀតថាឯកឧត្តមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានណែនាំនិងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់លោកស្រីអភិបាលខណ្ឌទាំង14ត្រូវបន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញឬផលិតផលបង្កកនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលសង្ស័យអាចមានប្រភពនាំចូលពីប្រទេសថៃឲ្យបានហ្មត់ចត់ក្នុងករណីរកឃើញ
ត្រូវសួរនាំឲ្យបានលម្អិតថាអ្នកណាជាអ្នកនាំចូលមកតាមច្រកណាខេត្តណាមានអាជ្ញាប័ណ្ណនាំចូលដែរឬទេហើយអ្នកណាជាអ្នកដឹកជញ្ជូនឯកឧត្តមអភិបាលបានបន្តថាកិច្ចការទាំងអស់នេះរដ្ឋបាលខណ្ឌទាំង14ត្រូវតែបន្តត្រួតពិនិត្យព្រមគ្នាជាមួយនឹងការងារចុះប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scam ដោយមិនត្រូវរាថយជាដាច់ខាត